សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការ set up Open VPN នៅលើ Ubuntu server មុននឹងយើងចូលទៅដល់ការ set up Open VPN យើងគោលដឹងពីអត្ថប្រយោជន៍វាសិននៅពេលដែលយើងចង់ access ទៅ LAN ឬក៏ server វាធ្វើឲ្យសុវត្ថិភាពខ្ពស់នៅពេលដែលយើងចង់ manage server តាមខាងក្រៅពីខាងក្រៅបានវាងាយស្រួលក្នុងការគ្រប់គ្រងកាត់បន្ថយ public exposure បង្ការការ hack ហើយនៅពេលដែលយើងប្រើ Wi-Fi មានសុវត្ថិភាពវាជួយ encrypt traffic ឲ្យយើងធ្វើឲ្យគេមិនអាចស្គាល់អត្តសញ្ញាណពិតប្រាកដរបស់យើងហើយជាក់ស្ដែងនេះគឺជាម៉ាស៊ីន Visual នៅលើ Visual Box របស់ខ្ញុំដែលខ្ញុំបាន set up រួចហើយសំខាន់ជាងគេមុនយើងធ្វើវាយើងត្រូវមាន in network ដែលយើង recommend ឲ្យអ្នកនរគ្នាដាក់ជា bridge adapter នេះមកហើយជាប្រភេទដោយសារខ្ញុំជួបតាម wireless អញ្ចឹងយើងត្រូវដាក់ media tech បើសិនជាយើងជួបជាប្រភេទខ្សែជាប្រភេទខ្សែអ៊ីនធឺណិតយើងដាក់ real tech ជា Pet Family នេះតែនេះជាស្ដែងខ្ញុំបានភ្ជាប់ជាមួយនឹង Wi-Fi wireless អញ្ចឹងខ្ញុំរកយក Media Tech អាហ្នឹងសម្រាប់លើ Visual Box ទេតទៅពីហ្នឹងយើងចូលទៅដល់ម៉ាស៊ីនរបស់យើងឆែកមើល IP របស់យើងដែលទទួលបានគឺបែបនេះគឺបាន IP 172គឺទៅ3អូខេហើយចំណុចបន្ទាប់ខ្ញុំធ្វើការ remote តាមរយៈ IP ដែលប្រើពុតទីដូចខ្ញុំបញ្ចូលអាស័យដ្ឋាន IP របស់ខ្ញុំមកដែលមាន range ប៉ុណ្ណឹងហើយធ្វើការ open ហើយធ្វើការ type នៅ username password តទៅពីបាន login ឬហើយខ្ញុំមាន script ដែលខ្ញុំបានរៀបចំរួចជាស្រេចហើយសម្រាប់ set up នេះគឺជា script set up ដែលខ្ញុំមានប៉ុណ្ណឹងអូខេតោះខ្ញុំបែងចែកវាដំបូងយើងត្រូវការ update វាសិនគឺ update យើងរងចាំវាមួយសន្ទុះសិនទៅអូខេបន្ទាប់ពីយើងបាន update វាចប់ហើយខ្ញុំធ្វើការ clear វាតបមកខ្ញុំធ្វើការ install នៅ software មួយដែលមានឈ្មោះថា Open VPN Easy or SA ដក Y នេះមានន័យថាយើងកុំឲ្យវាឆ្លើយ yes no អញ្ចឹងយើងដាក់ដក Y មកអូខេខ្ញុំធ្វើការ pass វាទៅម្ដង copy ចាំមក pass វា enter រងចាំវាមួយសន្ទុះសិនទៅរងចាំវា install វាជាប្រភេទ open source ទេយើងងាយស្រួលវាមិនដូចជា Windows របស់យើងបន្ទាប់ពីយើងបាន install វារួចហើយយើងធ្វើការបង្កើត file directory មួយដោយ like ដែលមានឈ្មោះថា openvpn.ca អូខេខ្ញុំធ្វើការ copy ដែរតើហើយធ្វើការ paste វាទៅម្ដងទៅតបមកខ្ញុំធ្វើការចូលទៅកាន់ directory នឹង ដោយប្រើ ca open
ថែបមកអូខេវាឆ្លងតិចខ្ញុំសាញ់បរិនោះវានឹងចូលយើងធ្វើការ clear វាយើងធ្វើការលីវាមើលថាយើងក្នុងនឹងមានអីអត់អូខេតបមកបន្ទាប់ពីយើងបានបង្កើត file directory នឹងហើយយើងចូលទៅកាន់តបមកយើងធ្វើការ build PKI របស់វាទៅយើងដោយមាន comment ទម្រង់បែបនេះចុចផាសវាមកអូខេបន្ទាប់ពីរួចហើយយើងទៅ install មួយទៀតគឺ build c.ca តមកទៀតខ្ញុំធ្វើការផាសវាហើយនេះគឺជា nickname របស់យើងដែលយើងដាក់មិនដាក់ទៅតែយើងតែខ្ញុំដាក់តាមទម្រង់បែបនេះអូអធិស្ឋាននេះគឺជា password តទៅពីយើងបាន file password យើង enter ទៅហើយយើង confirm វាម្ដងទៀតទៅលោកចាំ website អូខេបន្ទាប់ពី website ចប់វាធ្វើឲ្យយើងបញ្ចូលនៅ server name យើងដាក់ openvpn.ca ផាសតែម្ដងតោះមកខ្ញុំធ្វើការ clear វាសិនបន្តមកទៀតធ្វើការ create នៅ server certificate ហើយបញ្ចូល server name យើងមិនចាំដាក់ក៏បានដែរវាជា default វាគឺ server enter ធម្មតាបន្តមកទៀតគឺ comment ទម្រង់បែបនេះដែលជា sign read enter rồiហើយយើងវាសូយើងឲ្យយើងចុច white tab yes ដើម្បី continue យើង white tab មក enter តមកវាទាមទារ password ដែលយើងទុកដាក់មិញហ្នឹង password វាខ្ញុំអាចបញ្ចូលវាគឺនេះpassword ដែលខ្ញុំបានទឹកបង្កើតមុននឹងបន្តិចហ្នឹងតបមកខ្ញុំធ្វើការផាសវាអូខេបន្តទៀតgenerate defile headman រងចាំវាបន្តិចទៅបន្ទាប់ពីយើងបាន install វារួចហើយយើងធ្វើការ clear ទៀតសិនកុំឲ្យញ៉ៃបន្ទាប់មកទៀតយើង generate នៅ client certificate default វាគឺ client 1 enter ធម្មតាទៅ default បន្ទាប់មកទៀតវាឲ្យយើងចុច yes enter ត្រូវការ password ដូចแบบនេះទឹកទៅដាក់មិនដែរដូចថាលើដែរទេទៅមក clear ចោលអស់សិនតបមកទៀតចូលដល់ generate permission authentication key ដែលថា key នេះ enter តបមកទៀតយើងចម្លងឯកសារហ្នឹងទៅ directory openvpn នៅក្នុង folder directory របស់ server មួយទៀត copy វាដែរមក
ok tao biết dương thua ca chạy vì lịch về mới ok vì tranh sâu bạn đi để dương tập card mà nhớ chỗ đó cho nói tì của muối dương create open on server config dương config bí thua ca chạy tranh viên một hạt xong nó như pass dương copy script trên đi từ ở mỏ hai chấm này server IP này cứ chia default bỏ open bị đậm vì ẩn thế này dương bạn install nó về mua đòi IP của việc sạch mình lại chọn đăng cứ dương chạy tôi một bài IP viên sâu cả này ní việc khởi sâu thế nhưng chạy với cái sân trong việc sân copy path để tầm đó Ctrl X Y cell tọa một tiết trong thua ca forward port IP dương romer hero key để miền IP forward dương đỏ ăn ngoài sân next này cứ dương đỏ cái một ngôi miền trong trụ bật được một chút nhưng trong trụ trò từ top một tiết Ctrl X cell chặt chẽ lên chương apply vì tiếng trẻ thì nào tiết vì miền bành hà hơn vì mấy cái dương tụ version tới dương thua ca lộ version hello firewall hello forwarding SA toàn một tiết dương config nghe bí dương copy rule đi chọn món nấy rule đấy toàn một tiết dương thua ca đồ khi về cho con dẫn dương trộn đạn là rule đi hào vậy chọn một tiếp dương cell ok reload firewall tổng tiếp dương forward policy về modify policy với đọc bay ở port ở dương ai access internet bạn dương đồ về mỗi cần lại ní vì muốn bị đặt drop cả lời lúc đặt về asset cell tổng tiếp dương thua ca restart với start về một các bạn restart các bạn vì error vì on start thế and the ball ok vì error tiếp start viên ở tại error nhưng thua ca chạy mới về sân ok và đời xa so với việc start nó đời xa dương ở bàn
generate key វាមួយទៀតវាតេតួនឹង permission ចឹងខ្ញុំធ្វើការបញ្ចូលនៅ permission មួយហ្នឹងទៅចូលទៅកាន់ directory ផាសវាមកតបមកខ្ញុំទៅមើល path មួយហ្នឹង copy អូខេបន្ទាប់ពីបាន key នេះហើយបន្ទាប់ពីយើងដល់វាយើងធ្វើការ set permission វាតបមកយើងសាក restart វាម្ដងទៀត node វានឹងលេង error ហើយយើងសាក cd ចេញវាម្ដងទៀត clear ផាសម្ដងទៀត restart វាអូខេបន្ទាប់ពីវាលេង error យើង starter វាថាវា active ដែរទេអូខេឥឡូវវាបាន active ហើយយើងចូលទៅបន្តអានោះយើងវិញមកបន្ទាប់ពី open VPN យើងបាន install ហើយ config សាកសៃអស់ហើយយើងធ្វើការ create នៅ file open VPN មួយដែលកតុយ .ovpn នេះដែលសម្រាប់ដែលយើងយក file វាយកទៅដាក់ import ចូលក្នុង software មួយដែល software ហ្នឹងគឺ free ទេដែលជា page open VPN ហ្នឹងដែលយើងសម្រាប់ឲ្យ client យើង access យើងធ្វើការបង្កើត file directory នឹងមួយដែរទៅមកតួខ្ញុំអត់ឯងវាមើលសិនឥឡូវវាមានតែ file open VPN នេះមួយទេយើងបង្កើត file directory មួយដែលមានឈ្មោះថានេះដែលមានឈ្មោះថា client.config វាថាខ្ញុំលីសវាម្ដងទៀតនោះវានឹងឃើញ directory ហ្នឹងដែលមានឈ្មោះ client.config បន្តមកទៀតខ្ញុំធ្វើការ config វាប្រើ nano copy key ទាំងនេះចូលតែឥឡូវខ្ញុំអត់ទាន់ copy ទេខ្ញុំធ្វើការ copy អានឹងទៅដាក់ text បង្កើត copy នេះសិនកាត់ text មួយសម្រាប់យកផាសវាងាយស្រួលវានៅ key បញ្ចូលអញ្ចឹងទៅយើងងាយស្រួលដើម្បីចូលទៅយក key ទាំងអស់នេះយើងត្រូវប្រើ command ទាំងនេះទាំង4ហ្នឹងយើងចុចចេញសិនយើងនឹង cat នោះវានឹងសូនៅ key ឲ្យយើងធ្វើការ copy មក copy ត្រឹម content ហ្នឹងមកហើយយើងចូលមកកាន់ client CA ហ្នឹងយើង replace វាមកតបមកទៀតចូលដល់ shirt ហ្នឹងយើងមើល key នឹងមកនេះ clear វាសិននេះវាសូ key យើងវាខ្ញុំធ្វើការ copy វាតមក pass នៅក្នុងកន្លែង shirt ហ្នឹងតមកទៀតចូលមកដល់កន្លែង key ប្រើ command នេះដូចគ្នា clear វារីធំវិញណាវាស្រួលមើលតិចនេះប្រើ key នេះដើម្បីចូលទៅយក key នៅក្នុង server របស់យើងអូខេខ្ញុំធ្វើការ select copy វា copy ត្រឹម content ហ្នឹងមកតើពេលនេះយកមកផាស
ចូលមកកន្លែង key នេះលុបពាក្យចោល replace ឲ្យផាសមកចូលមកដល់កន្លែង permission authentication នេះយើងទៅខាតវាហើយ copy key វា clear វាសិននេះយើងយក key វាទៅអស់ហ្នឹងមកពីតាមនឹងក៏បានចំនេះក៏បានអាចឆ្លៃលើយើងទេតែឥឡូវយើងយកទាំងអស់មកទៅតោះមកទៀតផាសចូលកន្លែងយើងមកនេះមកគឺមានដក clear ហ្នឹងបន្ទាប់ពីយើងបានវាអស់ហើយបន្ទាប់ពីបានអស់ហើយយើងធ្វើការ copy អាទាំងអស់ហ្នឹងយកដាក់ចូល server យើងនេះយើងចូល clear នេះសិនយើងចូលមកកន្លែងនេះមកនេះយើងវាយ command នេះមកដើម្បីចូលទៅ config វាយើង copy អា file ដែលយើង generate អស់មិញមកយើង copy ទាំងអស់ហ្នឹងមកចូលឯងតោះមានយកផាសក្នុង server របស់យើងចូល excelតោះពីបានហើយយើង save អាទាំងអស់ហ្នឹងយើង save វាជា page file ovpn កតុយវាយើង save ដាក់ location ទីតាំងណាមួយមកដើម្បីស្រួលចំណាំវាយើងដាក់ឈ្មោះ client predict យើងដាក់ឈ្មោះថា client vpn ដាក់ឈ្មោះវាហើយកតុយវាគឺ extension វាហ្នឹងគឺ ovpn អាហ្នឹងសម្រាប់យើង save វា import ចូលក្នុង file software មួយដែលតែទៀតខ្ញុំនឹងបង្ហាញ save សិនដាក់នៅកន្លែង download អូខេតោះពីយើងធ្វើនៅលើ server រួចហើយយើងចូលមកកន្លែង computer យើងធម្មតាមកយើងធ្វើជា client message ទៅកាន់ server យើងដែលយើងប្រើ software មួយយើងទៅ download មកមានឈ្មោះថា OpenVPN យើងយកទៅ download មកនេះចូលមកយើងចូលទៅកន្លែង resource យើងមើលពាក្យ download OpenVPN អាហ្នឹង free ទេយើងជ្រើសរើសយក download មកសម្រាប់ Windows របស់យើងហើយអានេះគឺជាសម្រាប់ OS ផ្សេងៗ Android Chrome ផ្សេងៗបើយើងប្រើទូរស័ព្ទយើងត្រូវចូលទៅកាន់ platform របស់យើងប្រើជា page ទូរស័ព្ទ iPhone យើងចូល Play Store download ដែរមក OpenVPN វាមានមកវាបន្ទាប់ពី download រួចហើយអានេះដោយសារខ្ញុំ download រួចម្ដងទេខ្ញុំចូលទៅកន្លែងខ្ញុំ download ឲ្យអ្នកគ្នាមើលតែម្ដងទៅនេះដែល file ខ្ញុំបាន download មកនេះវាមានរួចហើយវាបាន extract ចេញអស់ហើយតោះមកអ្នកគ្នាក្រោយចុចលើវាចុច send app ទៅវាចេញដោយសារខ្ញុំបាន send app រួចម្ដងហើយអញ្ចឹងទៅវាបានចេញចឹងឡើងចុចខ្វែងចឹងដោយសារខ្ញុំ set up រួចម្ដងហើយអញ្ចឹងទៅវាឲ្យយើង repair ឬមួយ remove ចោលចឹងអ្នកនរគ្នាគ្រាន់តែ run ធម្មតាហើយចុច link មកវា install ជោគជ័យបន្ទាប់ពីយើងបាន install រួចហើយអ្នកនរគ្នានឹងឃើញមាននៅលើ Solar Desktop ដែលមានពាក្យ OpenVPN GUI នេះអ្នកនរគ្នា run ជា page admin មកអូខេនោះវានឹង show នៅលើកន្លែងនេះយើងចុចមកចុច show ហើយយើងមកស្ដាំ click យើង import file ដែលយើងបាន save មិញហ្នឹងយើងទុកនៅកន្លែង folder download នេះ folder នេះតបមកវា connect សាកសែហើយ
dương mau đam liêm mốt dương thôi ca connect ní một viên đấy dương connect viên sâuแบบนี้โอ้ยังเพลกมวยจีบเพลกอาศัย IP จึงได้เวลา connect มันเต้นี่ connection นี่ก็เลยอาศัย IP นี่ก็เลยสคริปต์มันยังก็เลยอาศัย IP ได้ IP public របស់យើងមកតែអានេះគឺជាការតេស្តទេគឺយើងមានតែ IP private នៅលើម៉ាស៊ីន server របស់យើងតែ IP គឺ IP របស់ខ្ញុំរ៉ៃប៉ុណ្ណឹងតោះមកចុច cell យើងទៅ import ម្ដងទៀត replace វាអូខេ success មកស្ដាំ connect វាម្ដងទៀតវាយូរអញ្ចឹងមានន័យថាវាប្រហែលជា config ខុសកន្លែងណាមួយហើយទៅឆែកមើលសិនឡើយខ្ញុំរកឃើញបញ្ហាដោយសារវាទាក់ទងនឹង key មួយដែលវាអត់ត្រូវគឺ key ទាក់ទងនឹង authentication ហ្នឹងឥឡូវយើងធ្វើការ generate វាម្ដងទៀតដោយយើង run command នេះយើងត្រូវខេតវាសិនយើងបង្ហាញserver យើងមកតោះមកយើង copy command ទាំងអស់នេះបន្ទាប់មកទៀតយើង restart វាមួយរួចហើយអ្នកទាំងគ្នាចូលទៅយក key នឹងម្ដងទៀតដោយប្រើ command នេះcopy ឈ្មោះមកវាសូ key យើងហើយយើង copy មកតោះមកយើងយកមកផាសកន្លែងនេះចុច cell ធម្មតាមកតោះមកយើងបើកផែនវិបត្តិយើងនៅលើ Windows យើងធម្មតាមកយើង import file ទៅថ្មី replace success connect អូខេនេះគឺវា connect success ហើយខ្ញុំស្ទើរមើលនេះវាចាប់បាន IP រ៉ែងប៉ុណ្ណេះបន្ទាប់មកយើងបាន access យើង connect ជាប់ហើយប៉ុន្តែវាបញ្ហាមួយគឺវាអ៊ីនធឺណិតវាអត់ឡើងខ្ញុំសាកចូលទៅកាន់ YouTube មួយគឺអ៊ីនធឺណិតវាអត់ដើរតែម្ដងដោយសារគឺវាតទៅនឹងការ config របស់យើងឥឡូវវានៅតែដើរវិលខ្ញល់យើងចូលទៅឆែកមកវាម្ដងទៀតBeginning lesson សូមឆែកមកទៀតយើង clear ខាច់វាមួយសិនទៅនៅលើ Windows របស់យើង run ជាមួយ admin មក IP ម៉ាស៊ីន server យើងដែល RAM ប៉ុណ្ណឹង
đào vì đọc font là sai giờ ban connect vì bạn dùng connect làm tiếp ok dùng điều chỉnh làm tiếp vì clear khai trò đó nhưng mình sẽ refresh về đó tiếp vì nó tại internet ở đó sẽ là chẳng nên để phịch để to thì thấy nhưng xong chạy với IP sânนี่คือ GIP របស់ VPN របស់យើងដែលវា default វាមកហើយនេះគឺ GIP ម៉ាស៊ីនរបស់យើងអូខេយើងមាន IP មកហើយតែវានៅតែមិនដំណើរការបញ្ហាហ្នឹងយើងត្រូវការ search មើលថែមទៀតហើយឥឡូវយើងរកឃើញកំហុសវាហើយដោយហើយដល់វិញវាជាអ៊ីនធឺណិតវាមិនដំណើរការនេះយើង follow តាមនេះមកយើងទៅឆែកមើល confirm វាម្ដងទៀតចឹង default forward នេះគឺបានអាស័ព្ទហើយចឹងអត់អីទេចឹងយើងឆែកទៅមើលមួយទៀតគឺយើង copy វាម្ដងទៀត file open នេះតម្រុំវិញនេះយើងដូរមួយ file ទៅកន្លែងផ្សេងហើយយើងធ្វើការ cat វាមើលអូខេឥឡូវយើង move វាហើយយើង restart service វាមួយបន្ទាប់ពីយើង restart ហើយយើងចូលទៅ connect ម្ដងទៀតខ្ញុំសាក connect ដល់គ្នាមើលឥឡូវយើង connect ម្ដងទៀតអូខេសាកឆែកមើល log ឥឡូវចូលធម្មតាដូចពីមុនដែរទេប៉ុន្តែអ៊ីនធឺណិតយើងអាចសេះបានខ្ញុំចូលទៅកាន់ YouTube វា slow យើង clear ខាច់វាមួយសិនយើងនេះ copy រោប delete ខាច់ run ជាមួយ command admin run delete យើងវាយ IP យើងមកអូខេតោះមកយើងរងចាំហើយមានសតុសិនទៅចាំវាមកអូខេវាមកហើយអ៊ីនធឺណិតឡើងហើយយើងមើលវាទៅនេះវា set ឋានដែរទេដល់គ្នាចង់ដឹងថាអាចវាយឆែក IP បានគឺ IP config យើងទៅមើល IP ដែលយើងចាប់បានហ្នឹងនេះគឺ IP នេះគឺ Open VPN ដែលមាន channel offload ហ្នឹងគឺ IP ទទួលបានរ៉ែងប៉ុណ្ណឹងគឺ 18.0.6តោះមកយើងធ្វើការសាកតេស្ត remote អានេះឧទាហរណ៍នេះគឺជាម៉ាស៊ីន server យើងដែលយើងមាន IP នេះ IP នៅក្នុងម៉ាស៊ីន server យើងអាច remote ទៅតាមយើងមាន VPN មួយដែលយើងធ្វើ config វារួចអស់ហើយយើងអាច access ពីខាងក្រៅបានយើង connect VPN ហ្នឹងមកហើយយើងធ្វើការ remote ទៅ server របស់យើងដោយប្រើដោយពឹងលើ IP អញ្ចឹងខ្ញុំសាក remote ទៅលើ IP មួយនេះអូខេឥឡូវយើងចូលហើយនេះអាចសាប់យើងមកយើងអាច remote អាច config អាច manage ពីចម្ងាយបានដោយពឹងផ្អែកទៅលើ VPN ហ្នឹងប៉ុន្តែនេះគឺជា IP private ទេដោយសារយើងគ្រាន់តែ range ទេយើងធ្វើនៅលើ visual បើជាក់ស្ដែងគឺគេប្រើជាប្រភេទ IP public
ការ set up ពីប្រអិនមានតែប៉ុណ្្នឹងទេសូមអរគុណ